ការលើកទឹកចិត្តខ្លួនឯងដោយវិជ្ជមានឬក៏ភាសាអង់គ្លេសគេហៅថា positive reinforcement បានន័យថាគឺជាការផ្ដល់រង្វាន់ឬក៏លើកទឹកចិត្តខ្លួនឯងបន្ទាប់ពីខ្លួនយើងនឹងធ្វើអ្វីមួយបានល្អឬក៏សម្រេចគោលដៅអ្វីមួយអញ្ចឹងវាសំខាន់ក៏ដូចជាកម្លាំងចិត្តមួយរុញច្រានឲ្យយើងចង់ធ្វើអ្វីបន្តបន្ទាប់ទៀតនៅថ្ងៃខាងមុខឧទាហរណ៍ខ្លះៗដែលយើងអាចសរសើរខ្លួនឯងខ្ញុំថ្ងៃនេះធ្វើបានល្អហើយបន្ទាប់ពីធ្វើការងារមួយដែលលំបាកហើយឧទាហរណ៍អញ្ចឹងយើងត្រូវមានពេលវេលាផ្ដល់ពេលវេលាសម្រាប់ខ្លួនឯងឲ្យសម្រាកឲ្យបានគ្រប់គ្រាន់បើទោះបីជាសមិទ្ធផលតិចតួចក្តីកុំភ្លេចសរសើរខ្លួនឯងអបអរសាទរនឹងខ្លួនឯងហើយកុំភ្លេចកត់ត្រានៅការខិតខំក៏ដូចជាការរីកចម្រើនរបស់ខ្លួនហើយត្រូវប្រាប់ខ្លួនឯងថាការងារមួយមិនអាចល្អឥតខ្ចោះ perfect 100% នោះទេអញ្ចឹងកុំរិះគន់ខ្លួនឯងត្រូវបដូរពាក្យរិះគន់មកជាពាក្យសរសើរឬក៏ផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងដើម្បីបន្តដំណើរទៅមុខទៀត